ថ្ងៃនេះដែរយើងបានទទួលនៅបច្ចេក Vespa មួយដែល Vespa នេះដែរគឺស៊ីននេះបងប្អូនអញ្ចឹង Vespa នេះគឺយើងដំឡើងលើ switch ម៉ាស៊ីន60ឥឡូវនេះយើងកំពុងតែតម្លាក់ដោះឲ្យបងប្អូនមើលថាការដោះរបស់យើងលឿនអត់និយាយលេងណាបងប្អូនឥឡូវនេះយើងកំពុងចាប់ផ្ដើមដោះបន្តិចម្ដងអញ្ចឹងដំបូងយើងត្រូវតម្លាក់ម៉ាស៊ីនហើយបានយើងចាប់ផ្ដើមដោះមើល Mobin ដោះកខ្យល់ដោះអីចេញទាំងអស់ចឹងទៅហើយកុំភ្លេចជួយចុច Subscribe ទាំងអស់គ្នាបងប្អូនវីដេអូនេះគឺយើងចង់និយាយពីការហ៊ានម៉ាស៊ីនដំឡើងលើ Switch 60របស់ Vespa ហ្នឹងយើងនឹងថតឲ្យបងប្អូនមើលការធ្វើរបស់យើងហ្នឹងគឺធ្វើយ៉ាងម៉េចបានវាអាចឡើងម៉ាស៊ីនហ្នឹងបានអីចឹងទៅអញ្ចឹងVespa គឺវាបងប្អូនដឹងស្រាប់ហើយក្តៅខ្លាំងមែនទែនតែគាត់ជាយើង set up ខុសឬក៏តម្លើងខុសបាទគឺដឹងថាឆាប់ខូចបែក piston អីចឹងហើយបងប្អូនអញ្ចឹងការធ្វើរបស់យើងគឺយើងនឹងតែជួយបងប្អូនមើលថាយើងត្រូវធ្វើម៉េចដើម្បីម៉ូតូនឹងវាស្រួលជិះទៅ smooth ហើយសំខាន់ម៉ូតូហ្នឹងគឺអត់មាន ECU ណាបងប្អូនណ៎បងប្អូនញ៉ាំនេះគឺយើង voice over ប្រាប់ពីវិធីធ្វើម៉ាស៊ីនឲ្យបងប្អូនស្ដាប់ទៅដោយសារម៉ៃរបស់ខ្ញុំហ្នឹងខូចបាត់ហើយបងប្អូនអើយតោះបានទៅហ្នឹងហើយឥឡូវនេះយើងជាប់ធ្វើ project នេះទៀតអញ្ចឹងកុំឲ្យអត់បានថតចែកជួយបងប្អូនមើលទៅចំពោះការរៀបម៉ាស៊ីននេះដែរគឺយើងយកសម្រីវាអីទៅសៃណាបងប្អូនយើងសៃដាក់ piston 60តែ piston ដែលយើងប្រើហ្នឹងគឺជាប្រភេទពួក Ford Ford ហ្នឹងវាមានន័យមិនបងប្អូនអញ្ចឹង Ford ហ្នឹងវាមិនមែនជា piston ពុំទេបងប្អូនគឺគេ press វាតោនខ្លាំងមែនតើអញ្ចឹងបងប្អូនណាឆ្ងល់ថា piston Ford piston ប្រភេទ stroke អីធម្មតាហ្នឹងវាតាក់ទងនឹងអីគេចាំមើលបងប្អូន comment ដាក់មួយមកវីដេអូក្រោយខ្ញុំនឹងចែកចំណេះដឹងលើអា piston ហ្នឹងឲ្យបងប្អូនដឹងអញ្ចឹងករណីជិះម៉ូតូដាច់ដៃយេនដាច់អីហ្នឹងក៏វាតាក់ទងមួយ piston ហ្នឹងដែរបងប្អូនហើយខ្ញុំបញ្យល់នេះគឺយើងមិនមែនថាយើងចេះអីខ្លាំងពេកទេតែគ្រាន់ថាចំណេះដឹងដែលខ្ញុំមានហ្នឹងខ្ញុំចែកជូនបងប្អូនឲ្យដឹងទៅវាមានអីអស់ហ្មងបងប្អូនជឿហើយយើងបានចេះដឹងទាំងអស់គ្នាទៅក៏វាអែមដែរខ្មែរយើងអញ្ចឹងឥឡូវនេះយើងមកវល់មកអាម៉ូតូយើងវិញយើងដោះក្បាលកន្លះដោះអីចេញហើយគឺម៉ូតូនេះអត់ដែលធ្វើម៉ាស៊ីនទេបងប្អូនគឺថ្មីជ្រើងតែម្ដងអញ្ចឹងយើងដោះអីចេញអស់គឺយើងយក piston Ford ហ្នឹង60គឺយើងយកទៅឲ្យគេសៃអញ្ចឹងណាបងប្អូនហើយសៃក៏យើងត្រូវមានសៃឲ្យវាអែមណាបងប្អូនបើសៃរៀងតឹងពេកអីហ្នឹងអាហ្នឹងតែ3 4ហ្គាដេញនេះក៏បែរវាសាវាក្តៅវាអត់ត្រូវមួយសម្ពាធ piston អញ្ចឹងណាបងប្អូនឥឡូវនេះយើងចាប់ផ្ដើមដោះចេញអស់ទៅដោះសម្រីដោះអីអញ្ចឹងតែចំពោះការធ្វើ piston ធ្វើហ្នឹងគឺយើងយកជាងកន្លងគាត់សៃទេតែយើងអត់តន់មានម៉ាស៊ីនសៃខ្លួនឯងអញ្ចឹងណាបងប្អូនចឹងយកគេធ្វើហើយក្បាលយើងធ្វើខ្លួនឯងចឹងទៅឥឡូវយើងចាប់ផ្ដើមធ្វើក្បាលកន្លះបងប្អូនក្បាលកន្លះហ្នឹងដែរគឺយើងអត់ដូរនេះទេដូរច្បាប់អីគ្រាន់យើងរកបើកទំហំវាធំអីដែលយើងចង់បានធ្វើស្ពេចចឹងណាអញ្ចឹងទំហំរឿងកាន់តែធំកាន់តែល្អបងប្អូនព្រោះវាក្បាលកន្លះសិនអញ្ចឹងបងប្អូនរកខ្លួនឯងរធ្វើមិនឲ្យតែធំមកអែហ្មងឥឡូវនេះតើយើងរកអីហើយយើងចាប់ចូលចាប់អីហើយទាំងអស់ចឹងណាបងប្អូនតែកន្លែងចាំខ្ញុំបានថតឲ្យបងប្អូនមើលយើងចាប់ដើមប្រឆេះដាក់ទឹកដាក់អីទៅបងប្អូនស្ដាប់ស្លេងហើយចាំមើលមានអីកើតឡើងទេបងប្អូនអ្នកលេងម៉ាស៊ីនបានដឹងថាម៉ូតូមិនឲ្យតែប្រកបតែប្រឆេះដាក់ទឹកហ្នឹងហើយរួចរាល់បងប្អូនចាំមើលបងប្អូនឃើញមិញម៉ូតូពងឆេះឥឡូវដោះវិញម៉ាស៊ីនលេងគឺពិបាកខ្លាំងមែនតើនិយាយថាមែនហើយប្រកបកាប់ចាប់ចូលឲ្យដាក់ទឹកឆាក់អែមណាបងប្អូនអានេះដែរយើងបញ្ឆេះដាក់ទៅយើងសាក់ជី3 4រយៈទៅយើងដោះឆែកមើលអីឡើងវិញឆ្លោះមើល piston អីវានេះហ៎បងប្អូនប៉ះច្បាប់ឥឡូវកំពុងដោះតម្លាក់ម៉ាស៊ីនសាមីអីដោះមើលចាំមើលខ្ញុំថតឲ្យមើលថាវាប៉ះកន្លែងណាអញ្ចឹងហ្នឹងហើយបងប្អូនឥឡូវយើងចាប់ដើមដោះឲ្យសាំដកកហើយបងប្អូនអើយវាស់វាអីដែរតែវានៅតែប៉ះហ្នឹងតែមកយើងមានត្រូវទៅដោះអញ្ចឹងយើងដោះភាសាជាងជីតាំងអញ្ចឹងអាចកុបបែកដោះឡើងវិញពេលឆ្លោះមើលមិញហ្នឹងវាឃើញប៉ះអាក្រមមកបងប្អូនប៉ះវាមានតែ3ឯងហើយវាប៉ះក្រមមួយឥឡូវនេះយើងពងបែកទៅបងប្អូនបែកអត់តន់អែមបាទណាជីវិតអ្នកសិនលេងមិនស្រួលទៅការគិតណាបងប្អូនអ្នកដោះលេងបែក
rồi nói rồi bánh nói cái này nó gì mà được mọi người dạ cá cái gì ở đâu không nè ba môi ba này ạ họ phải không ba ba tí đấy chứ đó nói bông qua lời đỏ stone trên má là lời tôi cả chật nằm mà xin CNC đó từng nữ bỏ dưới bông bông thì tới nông chật nó bông bông sửa đây đã biết là dương chạy được cái vì nó hay dương chật chết mà xanh ấy cứ vì Freya do món cứ ở tới một đây là vì hiện sao ấy cho nên chật tích mưa tam năm sáng là bông bông អូខេឥឡូវយើងចិត្តហើយបងប្អូនមើលមកកប់ស្រីប៉ុណ្ណឹងចំណេញលុយបាទឲ្យគេចិត្តឲ្យអស់10 VM 20អញ្ចឹងណាហើយយើងមើលក្បាលកន្លះវាស្ទើរដែរបងប្អូនយើងត្រូវរកសម័យយើងរកហើយម្ដងឲ្យតែពេលយើងសាក3 4ក្រាតទៅយើងដឹងថាវាស្ទើរនេះស្ទើរនោះយើងត្រូវរកបើកគុំស្មាំងឡើងវិញអញ្ចឹងដោយសារវារៀងយ៉ងតិចចឹងម៉ូតូកាលណាយ៉ងជាតិតែទេបងប្អូនវាជីបានវាខ្លាំងតែអាចនឹងចាប់ខូចឬក៏បែកពីស្តុងឬក៏ម៉ូតូយើងអាចឡើងកដៅខុសពីធម្មតាអញ្ចឹងបងប្អូនហើយណាមួយម៉ូតូនេះគឺ ECU សិនបើតាម ECU លេងហ្មងក៏យើងធូនបន្តិចមកវាបាត់យ៉ងហើយបងប្អូនយើងធូនវាតាមហ្នឹងអញ្ចឹងណាតែនេះយើងរៀបត្រូវកម្រិតស្ពេច ECU ហ្នឹងហ្មងធ្វើមកវា smooth ហើយខ្លាំងអញ្ចឹងឥឡូវនេះយើងកំពុងធ្វើឲ្យបងប្អូនអីដែលបាក់ជាងគេគឺយើងរៀបម៉ាស៊ីន modify អត់មាន ECU ធូនអាហ្នឹងរៀងបាក់ខ្លាំងមែនតើយើងត្រូវតម្រូវ AFO លើ ECU សិនហ្នឹងមិនអីល្អតាមវាអញ្ចឹងណាបងប្អូនឥឡូវនេះយើងចាប់ដាក់ចូលអីហើយនិយាយទៅយើងចាប់ចូលហើយបងប្អូនយើងគ្រាមកច្បាប់វាឡើងវិញបន្តិចហើយនេះសមីគឺយើងសៃក្បាលកន្លះគឺយើងបើកអស់ហើយបងប្អូនអាកន្លែងនេះគឺក្រាស់ខ្លាំងណាក្រាស់ខ្លាំងមែនតើកន្លែងក្បាលកន្លះត្រង់យើងរវាឲ្យអស់ដោយសារយើងរដើម្បីឲ្យបូស៊ីហ្នឹងវាសាច់ភ្លើងឆេះលឿនបានខ្លាំងអញ្ចឹងបងប្អូនអាកន្លែងនេះខ្ញុំអត់សើលំអិតម៉ានេះព្រោះអីក្បាលកន្លះហ្នឹងចាបងប្អូនចង់ដឹងអាច comment មកខ្ញុំនឹងធ្វើវិធីរកក្បាលកន្លះមិនឲ្យវារៀងលំអិតស៊ីជម្រៅអញ្ចឹងបងប្អូនព្រោះអាការរហ្នឹងយើងមិនមែនចេះតែរយើងត្រូវដឹងពីដំណើរការវាឬក៏មិនដំណើរការវានៅក្នុងហ្នឹងវាមិនអីចឹងទៅបានយើងរទៅយើងធ្វើត្រូវមួយ spec ECU ស៊ីនអីចឹងណាបងប្អូនតាំងការធ្វើអីហ្នឹងគឺយើងមិនចេះតែរមិនចេះតែចាប់ចូលអីទេបងប្អូននេះយើងដឹងចឹងយើងត្រូវធ្វើតាមហ្នឹងចឹងហើយយើងចាប់ក្បាលកន្លះចាប់អីចូលហើយគឺយើងហិតជាមួយហិតសោគីឡូបងប្អូនបើនិយាយទៅបងប្អូនគួរតែញអាសោគីឡូហ្នឹងម្នាក់មួយហិតសោគីឡូហ្នឹងគឺវាស្រួលវាស្មើគ្នាក្បាលកន្លះបងប្អូនវាក៏កាត់បាច់ហើយអញ្ចឹងណាវាសោគីឡូហ្នឹងដូចជំនាញអាកាសូអានេះតែចូលចិត្តប្រើអាស្រ័យដៃវាលឿនជាងអញ្ចឹងណាបងប្អូនវាខ្សោយចុចញ៉ៃណាឥឡូវយើងកុំបោបាច់ច្រើនបងប្អូនចាំមើលខ្ញុំធ្វើទាំងអស់គ្នាnày mà tấu này khai mà tấu đó in check check công tớ rồi hả tại in quá ai phải tại in chân rồi tôm thân sao Em đi phai rồi tới gì lấy này nó học chứ mà liên vào đây phe này ăn đi nơiបងប្អូនបន្ទាប់ពីយើងចិត្តឲ្យសាមីយើងបញ្ឆេះសាកជី3 4 ទៅយើងឃើញថាវាអត់អីទេបងប្អូនវានិយាយទៅអូខេហើយបងប្អូនអញ្ចឹងយើងនៅដេញឃ្លីមួយទៀតហើយនឹងកខ្យល់អញ្ចឹងណាអញ្ចឹងវីដេអូយើងមានប៉ុណ្ណឹងបងប្អូនចាំមើលទាំងអស់គ្នាទៅអរគុណហើយមើលទៅកុំភ្លេចជួយចុច subscribe ផងណាបងប្អូន
tớ lại tiên môn bounce, 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 bounce,